របៀបធ្វើញោមមីហើយនឹងញោមមីសួរនេះមួយនិយាយទៅអត់មានអីពិបាកទេបងប្អូនឲ្យតែយើងលាយគ្រឿងក្រៅនឹងធ្វើមិនឲ្យបែបរឹងដិតតិចមិនណាជូរហឹរប្រៃផ្អែមហើយជាពិសេសសម្រាប់ការធ្វើហ្នឹងណាគឺអត់ចំណាយពេលយូរទេគឺយើងប្រើពេលត្រឹមតែ10នាទីទៅ15នាទីគឺយើងធ្វើបានញ៉ាំមីចាតោះឥឡូវងាកទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ខ្ទឹមសហើយនឹងម្ទេសនេះគឺយើងត្រូវការយកវាមកបុកបែបនេះសិនណាចំពោះការបុកគឺយើងមិនចាំបុកវាឲ្យម៉ត់ពេកទេមើលតែបុកបានវាចូលសពគ្នាខ្ទឹមសនិងម្ទេសរួចហើយគឺយើងអាចថែមជាមួយនឹងគ្រឿងក្រៅនឹងចូលតាមក្រោយទៀតបានណៃចំពោះស្ករគឺយើងត្រូវតែប្រើជាមួយស្ករត្នោតគឺធ្វើឲ្យទឹកត្រីរបស់យើងពេលទៅលាយជាមួយនឹងញ៉ាំណាគឺរសជាតិបែបយើងមុតហើយឆ្ងាញ់ចំពោះទឹកត្រីគឺខ្ញុំប្រើចំនួននឹង3ស្លាបព្រាបាយកន្លះស្ករត្នោត1ស្លាបព្រាបាយប៊ីចេងហ្នឹងបន្តិចហើយម្សៅស៊ុបហ្នឹងគឺខ្ញុំប្រើចំនួននឹងកន្លះស្លាបព្រាកាហ្វេបន្ទាប់មកចុងក្រោយគេគ្រាន់តែយើងច្របាច់ក្រូចឆ្មាចូលហ្នឹងណាគឺរួចរាល់ជាការស្រេចចៃចំពោះក្រូចឆ្មាគឺខ្ញុំប្រើចំនួននឹង2ផ្លែកន្លះបងប្អូនសម្រាប់ការលាយទឹកត្រីហ្នឹងណាគឺយើងលាយធ្វើម៉េចឲ្យរសជាតិបែបរៀងមុតមិនណាដោយសារតែយើងមានតាំងពីបន្លែសាច់ហើយនឹងមីទៀតអញ្ចឹងហើយរសជាតិគឺយើងយកបែបរៀងជូរហឹរប្រៃផ្អែមចំពោះបន្លែដែលខ្ញុំស្រស់នេះណាគឺខ្ញុំមានតែ2មុខទេណាមានជាមួយនឹងការ៉ុតហើយនឹងស្ពៃក្តោបគឺខ្ញុំស្រស់ត្រឹមតែ35វិនាទីអីខ្ញុំស្រង់វាចេញហើយចំពោះមីវិញគឺខ្ញុំប្រើពេល1នាទីកន្លះមីនេះកាលណាយើងស្រស់វាយូរពេកក៏ធ្វើឲ្យសរសៃមីនេះវាទៅជារីកខ្លាំងគឺខ្ញុំអត់សូវឆ្ងាញ់ទេហើយចំពោះការធ្វើញ៉ាំមីបងប្អូនប្រើជាប្រភេទសរសៃមីដែលស្វិតល្អទើបញ៉ាំទៅឆ្ងាញ់ណាចាបន្ទាប់ពីខ្ញុំស្រស់មីហើយគ្រាន់តែយើងស្រង់វាដាក់នៅក្នុងកូនចង្រៃមួយក៏បានឬក៏បងប្អូនអាចមានចានធំអីក៏បានដែរគ្រាន់តែយើងចាប់បន្លែនឹងមកមុខបន្តិចដាក់ចូលគ្នាហើយយើងចាប់ដើមដាក់គ្រឿងសាច់នឹងចូលតាមក្រោយចំពោះបរិមាណទឹកត្រីខ្ញុំលាយនេះគឺមិនល្មមជាមួយនឹងមីដែលខ្ញុំលាយនឹងហ្មងបងប្អូននិយាយទៅរសជាតិចេញមកគឺមកឆ្ងាញ់ហ្មងហើយជាពិសេសគឺឈ្ងុយចេញពីខ្ទឹមក្រហមហើយនឹងទឹកត្រីដែលយើងបុកមិញណាគឺចាប់ជាតិគ្នាឆ្ងាញ់មែនទែនរីឯគ្រឿងជីវិញគឺខ្ញុំប្រើជាមួយនឹងជីអង្ការមកបងប្អូនហើយកុំភ្លេចថែមជាមួយនឹងប៉េងប៉ោះបន្តិចផងណាចំពោះការច្របល់របស់ខ្ញុំនេះប្រើពេលខ្ទង់ប្រហែលជា3ទៅ4នាទីអីទេនិយាយពីថាចូលជាតិគ្នាសព្វល្អមែនទែនជាមួយនឹងសរសៃមីបងប្អូនបាទនិយាយពីផ្នែកសាច់វិញឡើងចម្រោះមកក៏បងប្អូនមានតាំងពីបង្គាប៉ាត់តេសាច់ជ្រូកចិញ្ច្រាំហើយនឹងប្រហិតក្តាមនិយាយទៅគ្រឿងធ្វើញ៉ាំមិនថាញ៉ាំមីសូឬក៏ញ៉ាំមីអីទេបងប្អូនដាក់តែសាច់4មុខនេះដឹងតែរសជាតិឆ្ងាញ់ញ៉ៃហើយសំខាន់ជាងគេលើមួយទៀតគឺការលាយទឹកត្រីនឹងឯងឲ្យតែយើងលាយជាប្រភេទទឹកត្រីនឹងរសជាតិបែបរៀងមុតគឺជូរហឹរប្រៃផ្អែមគឺវាចាប់ជាតិគ្នាមិនថាតែសៃមីក៏តែសៃមីសូអីទេគឺញ៉ាំទៅត្រូវជាតិគ្នាមែនទែនចំពោះគ្រឿងបន្លែវិញនេះបងប្អូនចង់ថែមជាមួយនឹងបន្លែណាថែមទៀតក៏បានដែរណាដោយតែគិតថាបងប្អូនចូលចិត្តញ៉ាំបែបណាអាចលាយថែមបែបហ្នឹងទៅសម្រាប់ខ្ញុំបន្លែដែលខ្ញុំចូលចិត្តលាយជាមួយនឹងញ៉ាំមីអញ្ចឹងគឺខ្ញុំប្រើតែបន្លែប្រហែលមុខហ្នឹងឯងបងប្អូនមានជាមួយនឹងស្ពៃក្តោបការ៉ុតប៉េងប៉ោះហើយនឹងខ្ទឹមក្រហមហើយខ្ទឹមក្រហមហ្នឹងបងប្អូនដាក់ឲ្យកាន់តែច្រើនគឺធ្វើឲ្យរសជាតិញ៉ាំមីរបស់យើងកាន់តែឈ្ងុយហើយជាពិសេសរសជាតិវាបែបរៀងផ្អែមឆ្ងាញ់ទៀតខ្ទឹមក្រហមពេលដែលយើងញ៉ាំប៉ះវាទៅគឺឈ្ងុយពេញមាត់ហ្មងសម្រាប់ការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានការបង្ហាញតែប៉ុណ្្នឹងទេថ្ងៃស្អែកជួបគ្នាសាជាថ្មីអរគុណ